ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះសូមនិយាយអំពីចំនួនទឹកប្រាក់ដែលបានមកដល់ផ្ទាល់ដៃយើងហ្នឹងតើគេកាត់អ្វីខ្លះដូចនៅប្រទេសជប៉ុនមិនមែនថាឧទាហរណ៍បើសិនជាយើងធ្វើការបានមួយខែ$2,000ប៉ុន្តែ$2,000ហ្នឹងមិនមែនថាឲ្យតែពេលថ្ងៃបើប្រាក់ខែគឺ$2,000ហ្នឹងគឺមកដល់យើងផ្ទាល់ទេមិនមែនអញ្ចឹងទេគឺសំដៅថាដល់ពេលបាន$2,000ពិតមែនប៉ុន្តែពេលបើប្រាក់ខែហ្នឹងគឺខាងក្រុមហ៊ុនគេនឹងធ្វើការកាត់ក្រុមហ៊ុនហ្នឹងមិនមែនថាយកលុយកាត់ណាគឺក្រុមហ៊ុនកាត់អាហ្នឹងយកទៅឲ្យទៅខាងឃុំសង្កាត់យើងរស់នៅឬមួយក៏ឲ្យប្រទេសជាតិវិញគឺលុយហ្នឹងទីមួយគេកាត់អ្វីទីមួយគេកាត់ហៅថា Kenko Hoken មានន័យថាកាត់ថ្លៃធានារ៉ាប់រងសុខភាពមានន័យថារាល់ខែដែលយើងបានប្រាក់ខែមកយើងមិនបានលុយផ្ទាល់ដៃទេគេនឹងធ្វើការកាត់ទីមួយគឺខាងធានារ៉ាប់រងសុខភាពឧទាហរណ៍បើសិនជាយើងបង់រាល់ខែរហូតដល់ពេលដែលយើងឈឺយើងទៅពេទ្យដូចជាយើងចង់ពិនិត្យសុខភាពឬមួយក៏យើងទិញថ្នាំនៅពេលដែលយើងឈឺយើងទិញថ្នាំទៅយើងមិនត្រូវបង់លុយឲ្យខាងពេលយើងទិញថ្នាំយើងបង់លុយទៅលុយដែលយើងបង់គឺមានចំនួនតិចតួចបំផុតព្រោះសារយើងបានបង់ប្រាក់សម្រាប់ប្រាក់ធានារ៉ាប់រងសុខភាពរាល់ខែបានហើយពេលចឹងទៅយើងបង់យើងចំនួនតិចផាជាជនជាតិជប៉ុនដែលគេធ្វើច្បាប់នឹងឡើងប្រទេសជប៉ុនគេធ្វើច្បាប់ឡើងគឺស្តង់ឲ្យយើងមានភាពងាយស្រួលនៅក្នុងការទៅមន្ទីរពេទ្យខ្ញុំមិនដឹងថាខ្មែរមានលក្ខណៈបែបណាទេឧទាហរណ៍បើសិនជាអត់មានច្បាប់ហ្នឹងទៅឧទាហរណ៍យើងឈឺអីចឹងយើងអត់ហ៊ានទៅពេទ្យព្រោះគេយើងទៅពេទ្យគឺអស់លុយថ្លៃយើងអត់ហ៊ានចំណាយលុយទៅលើការទៅពេទ្យហ្នឹងទេគេយើងទៅពេទ្យវាអស់ថ្លៃប៉ុន្តែជប៉ុនគេចង់ឲ្យធ្វើចឹងឯងគឺគេស្រឡាញ់ប្រជាជនយើងគេស្រឡាញ់ពួកយើងគេចង់ឲ្យយើងមានសុខភាពល្អអត់ចង់ឲ្យយើងឈឺទេពេលចឹងទៅគេចង់ឲ្យយើងទៅមន្ទីរពេទ្យដែលមានភាពងាយស្រួលហើយមិនខ្វល់រឿងតាក់ទងអំពីលុយអាហ្នឹងគឺជាច្បាប់ដែលគេបង្កើតឡើងប្រហែលដោយសារបន្ទប់ខ្ញុំហ្នឹងគឺអញ្ចឹងវានឹងស្ដាងទៅនិយាយខ្លាចខ្លងណាគេខំនិយាយស្ដាងតិចខ្លាចខ្លងណាគេទី2គឺគេហៅថា Kosei Nenkin មានន័យថាប្រាក់សម្រាប់ចូលនិវត្តន៍ឧទាហរណ៍ពេលយើងនៅក្មេងយើងបង់ដល់ពេលដែលយើងឡើងអាយុ65ឆ្នាំគឺហៅថាយើងដូចចូលនិវត្តន៍ដែលយើងបើសិនជាពេលហ្នឹងយើងចាស់ទៅយើងអត់អាចធ្វើការបានយើងហត់យើងត្រូវការសម្រាប់អីចឹងនៅពេលអាយុ65ឆ្នាំគឺយើងមានសិទ្ធិទទួលលុយនៅពេលដែលយើងបានសន្សំកាលពីនៅក្មេងអញ្ចឹងធ្វើឲ្យយើងមានភាពងាយស្រួលដែរនៅក្នុងការរស់នៅក្នុងអាយុ65ឆ្នាំឡើងលើទៅទី3គឺបងថ្លៃ Koyo Hoken ហ្នឹងគឺមានន័យថាហ្នឹងគឺប្រភេទធានារ៉ាប់រងដែរធានារ៉ាប់រងហ្នឹងគឺឧទាហរណ៍បើសិនជាយើងធ្វើការសុកយើងគ្រោះថ្នាក់ចរាចរណ៍យើងបុកមិនអឹងយើងលេងកីឡាលេងអីទៅធ្វើឲ្យបាក់ឆ្អឹងបាក់អីចឹងយើងមិនទៅពេទ្យពេលចឹងទៅយើងអត់បានធ្វើការក្នុងកំឡុងពេលហ្នឹងយើងអត់មានលុយចាយហើយយើងអត់បានធ្វើការគេនឹងឲ្យប្រាក់ហ្នឹងឲ្យជួយគ្រប់គ្រងជីវភាពយើងរស់នៅវិញមួយទៀតគឺឧទាហរណ៍ដូចជាយើងធ្វើការសុកដូចប្រធានក្រុមហ៊ុនគាត់ស្អប់យើងទៅគាត់ចង់បញ្ឈប់ការងារយើងគាត់ចង់យើងធ្វើការទៀតទេឬគាត់បញ្ឈប់ការងារយើងភ្លាមក្នុងកំឡុងពេលនេះយើងកំពុងស្វែងរកការងារថ្មីប៉ុន្តែនៅពេលនេះយើងអត់មានលុយទេពេលចឹងទៅអានប្រាក់ហ្នឹងគឺគេឲ្យយើងដែរដោយសារយើងបានបង់នៅពេលដែលយើងកំពុងធ្វើការហ្នឹងមិញដល់ទី3ហើយទី4គឺហៅថា Shotokuze អាហ្នឹងគឺហៅថាស្អីពន្ធលើប្រាក់ចំណូលអាហ្នឹងមិនមែនថាបុគ្គលិកក្រុមហ៊ុនឬមួយក៏គឺប្រជាជនទូទៅដែលធ្វើការអ្នកធ្វើការងារក្រៅម៉ោងដែលក្នុងកំឡុងជាសិស្សក៏គេកាត់ដែរនៅពេលដែលខ្ញុំធ្វើការក្រៅម៉ោងនៅពេលដែលខ្ញុំជាសិស្សហ្នឹងគេកាត់លុយខ្ញុំថ្លៃពន្ធលើប្រាក់ចំណូលឲ្យតែយើងធ្វើការយើងបានប្រាក់ចំណូលចូលក្នុងខ្លួនយើងគឺយើងត្រូវបង់ពន្ធហ្នឹងតែឲ្យខាងប្រទេសឬមួយខាងឃុំសង្កាត់អីចឹងវាបែងចែកគ្នាអញ្ចឹងណាអាហ្នឹងក៏គេកាត់យ៉ាងដែរអាហ្នឹងគឺចំពោះខ្ញុំគឺគេកាត់ចំនួន4ទី1គឺពន្ធធានារ៉ាប់រងសុខភាពទី2គឺធានារ៉ាប់រងនៅពេលដែលយើងចូលនិវត្តន៍ទី3គឺនៅពេលដែលយើងប្រធានក្រុមហ៊ុនបដិញ្ញយើងចេញឬមួយក៏យើងគ្រោះថ្នាក់ចរាចរណ៍យើងអាចធ្វើការងារបានយើងពេលហ្នឹងយកតែមានលុយទៅគេគ្រប់គ្រងជីវភាពយើងទី4គឺហៅថាពន្ធលើប្រាក់ចំណូលព្រោះយើងធ្វើការយើងបានលុយចូលក្នុងខ្លួនយើងអញ្ចឹងទៅគេយើងត្រូវបង់ពន្ធឲ្យខាងប្រទេសជាតិវិញដែរចឹង4ចំណុចហ្នឹងទី4នៅក្នុងឆ្នាំហ្នឹងឆ្នាំទី1ដែលយើងរស់នៅយើងត្រូវបង់4ចំណុចហ្នឹងហើយឧទាហរណ៍បើសិនជាយើងចូលឆ្នាំទី2វិញឆ្នាំទី2ហ្នឹងបង់ដូចគ្នាដែរ4ចំណុចបូកជាមួយចំណុចមួយទៀតដែលគេហៅថា Chuminze
មានន័យថាប្រាក់ពន្ធដែលរស់នៅក្នុងនាមជាប្រជាជននៅប្រទេសជប៉ុនអានឹងចាប់ពីឆ្នាំទី2ដែលយើងធ្វើការឡើងលើទៅបានគេកាត់យើងអញ្ចឹងសរុបទាំងអស់ខ្ញុំនិយាយនេះKenko Hoken ហ្នឹង1450 Nenkin Hoken 2130 Koyo Hoken 865 Shotokuze 2050 yen គឺសរុបទាំងអស់បើសិនជាគិតជាលុយជប៉ុនគឺអស់33,595 yen ពេលខ្ញុំឆែកជាដុល្លារថ្ងៃហ្នឹងគឺអស់ចំនួន$229